ពិតជាសំណាងក្នុងគ្រួមែនឡើយជាវយ៉ាវពិតជាអរគុណឯងណាស់មិនអីទេលោកតាពីមុនគ្រួសារយ៉ាវធ្លាប់ជួយខ្ញុំឥឡូវដល់ពេលដែលខ្ញុំតបស្នងសងគុណលោកតាវិញហើយមិនមែនត្រឹមតែប៉ុណ្្នឹងទេលើកនេះគ្រួសារយ៉ាវជំពាក់គុណឯងធំធេងណាស់លេខជាវយ៉ាវថ្ងៃក្រោយបើសិនជាមានសំណុំពរអ្វីគ្រួសារយ៉ាវយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយឯងឲ្យបានសម្រេចឡើងថ្លៃពិតមែនមិននឹងអាចទៅរួចវាពិតជាឡើងថ្លៃមែនការឡើងថ្លៃបែបនេះសូម្បីតែទេវតាក៏គិតមិនដល់ដែរឯងទីដឹងដោយរបៀបណាពួកឯងកុំតន់អាល្អពេកតាមអត្រាឡើងថ្លៃនេះកាន់នេះរបស់ពួកឯងបន្តិចទៀតនឹងផ្ទុះមិនខានដល់ពេលនោះនិយាយចុងក្រោយគឺនៅតែខាត់បងដដែលលោកតាគួរឲ្យស្ដាយណាស់ដែលការខំប្រឹងត្រូវបរាជ័យកុំអើភ័យប្រហែលជាត្រូវឲ្យឯងខកចិត្តហើយតម្លៃនឹងមានស្ថិរភាពឡើងវិញភ្លាមមិនអាចផ្ទុះបានទេយីឯងជាទេវតាមែនទេនេះគឺជាទីផ្សារភាគហ៊ុនអនាគតឯងថាឡើងគឺឡើងឯងថាចុះគឺចុះមែនទេក្មេងនៅតែជាក្មេងទីត្រូវម្ដងក៏ធ្វើរកពៀគិតថាខ្លួនឯងខ្លាំងមែនទេបើអញ្ចឹងឯងមើលខ្លួនឯងទៅវិធេពិតមែនតាឯងធ្វើបានដោយរបៀបណាតម្លៃភាគហ៊ុនរបស់ត្រកូលយ៉ាវត្រឡប់មកធម្មតាវិញហើយថែមទាំងខ្ពស់ជាងមុនទៀតផងលោកតាចាស់ទាំងពីរខ្ញុំមិនខាត់ពួកលោកទេចេញទៅតាចេញទៅដេនជាវសងអញពិតជាអ្នកសង្គ្រោះជីវិតរបស់គ្រួសារយ៉ាវយើងមែនតាសម្រេចចិត្តហើយតានឹងផ្ទេរភាគហ៊ុន49នៃគ្រួសារយ៉ាវទៅឲ្យឯងទៅថ្ងៃមុខអញគឺជាម្ចាស់ភាគហ៊ុនធំទី2របស់គ្រួសារយ៉ាវរួមគ្នាគ្រប់គ្រងក្រុមហ៊ុនជាមួយតាលោកតាភាគហ៊ុននេះមានតម្លៃណាស់លុយ10លានដែលលោកតាឲ្យពីមុនខ្ញុំចាយមិនអស់មិនបាច់យករបស់ទាំងនេះទេមិនបានទេបើឯងមិនយកនោះគឺមិនទុកមុខឲ្យតាចាស់ម្នាក់នេះទេអញ្ចឹងក៏បានចៅសូមអរគុណលោកតាខ្ញុំគិតថាវាជាឱកាសល្អព្រោះគ្រួសារឈិនដើម្បីវីប្រហារយើងគេលក់ចេញច្រើនណាស់ឥឡូវជាពេលដែលពួកគេខ្វះខាតលុយចំពេលល្អដែលអាចឆ្លៀតឱកាសវីបកលេបយកគ្រួសារឈិនតែម្ដងអញនិយាយត្រូវហើយតានឹងទៅចាត់ចែងភ្លាមវិនិច្ឆ័យហើយនោះច្បាស់ជាអាលេនវ៉ែនត្រេឆាននោះជាអ្នកធ្វើហើយបើមិនអញ្ចឹងទេគ្រួសារយ៉ាវមិននឹងអាចដឹងខ្លួនលឿនហើយវីបកលេបយកយើងបែបនេះសំណាងហើយដែលយើងត្រៀមខ្លួនមុនកុំអីយើងសំបីតែលុយបន្តិចក៏គ្មានដែរចាំទៅដល់បរទេសមានជំនួយពីទុនបរទេសខ្ញុំច្បាស់ជាធ្វើឲ្យអាលេនវ៉ែនត្រេឆានលំបាកមិនខានវិនិច្ឆ័យហើយឥឡូវធ្វើអីនឹងចុះមកបើកទ្វារភ្លាមចុះមកបើកទ្វារវីបំបែកទ្វារទៅចុះមកឆាប់ចុះមកបងទាំងអស់គ្នាអ្នកណាជំពាក់អ្នកនោះសងលុយទាំងនេះសុទ្ធតែប៉ាខ្ញុំជាអ្នកខ្ចីមិនពាក់ព័ន្ធនឹងខ្ញុំទេផំស្អីច្បាស់ជាឯងជាអ្នកចាត់ចែងរហូតមកបងទាំងអស់គ្នាគឺពួកឯងអាចដោះលែងខ្ញុំផ្លូវបានទៅដល់បរទេសខ្ញុំរកលុយបាននឹងសងពួកឯងវិញលេងពួកយើងទៅឆ្កែខំគ្នាល្អមើលមែនគឺឯងមនុស្សទាំងនេះគឺឯងជាអ្នករកមកមែនទេត្រូវហើយការនោះពួកឯងសម្លាប់ប៉ារបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងសង10ដងពីរអ្នកនេះប្រគល់ជូនពួកបងហើយខ្ញុំមានសំណូមពរតែមួយគត់គឺធ្វើយ៉ាងណាឲ្យពួកវាស្ងប់មាត់កុំចេញទៅឲ្យលឿន